បាទជម្រាបសួរស្ដីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះក៏ចង់បង្ហាញបងប្អូនបាទពីសម្លមួយមុខបាទបែបខ្ជិលណាបងប្អូនបាទបែបខ្ជិលបាទបែបកុំឲ្យយើងហត់នឿយច្រើនចំណាយពេលច្រើនអញ្ចឹងណាបាទអញ្ចឹងថ្ងៃនេះក៏មកធ្វើសម្លមកជូរគ្រឿងបាទបែបព្រៃតែម្ដងបាទដោយសារយើងអត់បានបុកគ្រឿងបុកអីឲ្យវាស្តង់ដារទេបាទអញ្ចឹងថ្ងៃនេះក៏យើងមកធ្វើរបៀបនេះតែម្ដងហើយនៅស្រុកខ្ញុំខាងនេះគឺចូលចិត្តធ្វើបែបហ្នឹងឯងបាទគឺងាយលឿនបាទអញ្ចឹងថ្ងៃនេះក៏យើងយកមកកូរគ្រឿងហើយយើងក៏ច្រាំប្រហុកយើងដាក់បន្តិចទៅបាទដោយសារគ្រឿងយើងដាក់ប្រហុកហ្នឹងបានវាចាប់ជាតិបាទវាឈ្ងុយអញ្ចឹងណាបាទយើងកូរបែបហ្នឹងឲ្យវាឈ្ងុយឈ្ងប់ទៅគឺយើងថែមស្ករថែមអីណាបងប្អូនបាទអញ្ចឹងរបៀបធ្វើសម្លម្ជូរនេះគឺនិយាយទៅខ្លីគឺសម្លម្ជូរព្រៃបាទព្រៃឲ្យថែមគ្រឿងទៀតបាទនេះគឺប្លែកតែម្ដងបាទហើយសាច់របស់យើងនេះគឺយើងបានក្បាលត្រីប្រាបាទ1គីឡូបាទយកមកដាក់តែម្ដងណាហើយនិយាយពីជារសបាទគឺញ៉ាំលិតដៃតែម្ដងណាបងប្អូនបាទគឺវាឆ្ងាញ់តែមែនទេណាបាទហើយនេះគឺមុខម្ហូបពិសេសបាទហើយសិនបងប្អូនណាចង់ធ្វើទៅបាទគឺហូបមកឆ្ងាញ់តែម្ដងបាទហើយគ្រឿងក្រៅបន្ទាប់ទៀតនេះគឺយើងមានតកួនរបស់យើងនេះបាទគឺខ្ញុំបោចមកដៃបាទគឺយកមកដាក់តែម្ដងណាបាទហើយយើងងាស់វាបែបហ្នឹងទៅឲ្យវាឆ្អិនទឹក2ទឹក3អញ្ចឹងទៅបាទដើម្បីកុំឲ្យមានមេរោគមានអីអញ្ចឹងណាបងប្អូនបាទចេះក្បាលត្រីប្រារបស់យើងគឺវារៀងឆ្អាបបន្តិចអញ្ចឹងយើងត្រូវដាក់គ្រឿងឲ្យរៀងច្រើនបន្តិចណាបាទហើយរីងទឹករីងអីហើយគឺយើងភ្លក់ឃើញឆ្ងាញ់ឃើញអីហើយបាទគឺយើងបន្ថែមជាមួយនឹងតកួនបាទជាមួយនឹងម្រះព្រៅអីយើងទៅគឺជាការស្រេចបាទនេះម្ហូបនេះគឺឆ្អិនណាបងប្អូនបាទឆ្អិនប៉ុណ្ណេះហើយគឺយើងចាត់ចែងតាមការគួរណាបងប្អូនបាទអញ្ចឹងមុខម្ហូបនេះផ្ញើដល់ពិសេសសម្រាប់បងប្អូនអ្នកដែលចង់ធ្វើបែបខ្ជិលលឿនអញ្ចឹងណាបាទដោយសារខ្ញុំធ្វើក៏វាថ្ងៃហើយបាទម៉ោង11 12ទៅហើយបាទអញ្ចឹងក៏ឆ្នៃមុខម្ហូបណាដែលងាយអញ្ចឹងណាបងប្អូនបាទអញ្ចឹងគឺមានតែប៉ុណ្្នឹងឯងថ្ងៃនេះគឺយើងបានមុខម្ហូបពិសេសប៉ុណ្្នឹងហើយក៏ហូបជុំគ្រួសារបាទអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងឯងហើយសម្រាប់បងប្អូនស្រឡាញ់រាប់អានបាទសូមកុំភ្លេចចុច Subscribe Channel ខ្ញុំម្នាក់មួយផងហើយចុច Follow Page ខ្ញុំម្នាក់មួយទៀតបាទរឹបតែល្អបាទអញ្ចឹងអរគុណច្រើនបាទសូមជម្រាបលាបាទបាយបាយ